ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះពួកយើងវិលជួបគ្នានៅវីដេអូថ្មីថ្ងៃនេះខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាពីរបៀបដាក់ text box ឲ្យបានត្រឹមត្រូវអូបងប្អូនទាំងអស់គ្នាសូមបងប្អូនកុំភ្លេចជួយ support នៅ channel Telegram និង Facebook page របស់ខ្ញុំម្នាក់មួយផងចាំខ្ញុំតម្លាក់ link នៅកន្លែង comment ឲ្យបងប្អូនចូលទៅក្នុងដើម្បី join ឬ follow page របស់ខ្ញុំហើយកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់វីដេអូរបស់យើងអស់គ្នាដើម្បីដាក់ text box ឲ្យបានត្រឹមត្រូវជាដំបូងបងប្អូនទាំងអស់គ្នាចូលមកកាន់ពាក្យកន្លែង insert បន្ទាប់មកទៀតបងប្អូនមើលនៅខាងលើនេះរកពាក្យថា text box យើងចូលទៅកាន់កន្លែងពាក្យ text box ហ្នឹងទៅនៅកន្លែងនេះវាមាន text box ច្រើនតែការដាក់ text box កន្លែងនេះមួយបងប្អូនកន្លែងនេះមួយគឺកន្លែង simple text box នេះនៅពេលដែលយើងចុចនៅលើវាទៅគឺវា load នៅ text box នៅកន្លែងនេះយើងហ្មងអាហ្នឹងការនៅពេលដែលយើងដាក់ text box ដំបូងយើងអាចដាក់អាហ្នឹងបានតែនៅពេលដែលបងប្អូនសរសេរអក្សរនៅកន្លែងហ្នឹងសំគួរល្មមហើយអញ្ចឹងបើយើងចង់ដាក់នៅកន្លែងណាមួយបើសិនជាយើងជ្រើសអាមិញវានឹងដាច់អក្សរឬមួយក៏អក្សរយើងរចនាទៅន័យទៅហើយបើយើងចង់ឲ្យវាដាច់យើងអាចចូលកន្លែងពាក្យហ្នឹងម្ដងទៀតចូលរើស text box មកវាមានពាក្យកន្លែងនេះអាច draw text box ព្រោះថាយើងអាចយកចុចពាក្យហ្នឹងទៅយើងអាចយកមកគូនៅកន្លែងណាមួយដែលយើងចង់បានខ្ញុំឧទាហរណ៍ខ្ញុំចុចកន្លែងនេះមួយទៅខ្ញុំចុចឧទាហរណ៍ចង់គូកន្លែងនេះហ្នឹងហើយអញ្ចឹងខ្ញុំគូទៅវានៅកន្លែងហ្នឹងមកអញ្ចឹងវាបាត់អក្សរដល់ពេលដែលយើងទៅសេនៅកន្លែងណាមួយនោះទេហ្នឹងហើយអញ្ចឹងវីដេអូរបស់យើងថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានជួបគ្នានៅវីដេអូក្រោយបាយបាយ